បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីអប់រំកុមារជាមួយនឹងសាលា CMA សាលា CMA ជាសាលាអភិវឌ្ឍខួរក្បាលកុមារដែលមានបទពិសោធន៍ជាង40ឆ្នាំក្នុងការបណ្ដុះបណ្ដាលកុមារឲ្យមានសមត្ថភាពគិតលេខរហ័សសាលាយើងទទួលសិស្សអាយុចាប់ពី3ឆ្នាំទៅ13ឆ្នាំដោយមានការធ្វើតេស្តវាតម្លៃសមត្ថភាពនិងការរៀនសាកល្បងមុននឹងចូលរៀនជាផ្លូវការបាទនៅថ្ងៃនេះខ្ញុំឆ្លើយសំណួររបស់បងប្អូនស្រីបន្តទៀតបងប្អូនស្រីបានខមមិននៅក្នុងเพจរបស់ខ្ញុំថាកូនរបស់បងប្អូនស្រីអាយុ7ឆ្នាំរៀនថ្នាក់ទី2គាត់ខ្សោយគណិតវិទ្យាគាត់សួរថាតើធ្វើយ៉ាងម៉េចដើម្បីឲ្យគាត់រៀនគណិតវិទ្យាពូកែឬក៏រៀនខ្លាំងខាងគណិតវិទ្យាបាទចំពោះសំណួរនេះគឺខ្ញុំបានញែកជាពីរទី1គឺខ្ញុំញែកអំពីកត្តាដែលនាំឲ្យក្មេងរៀនខ្សោយឬក៏ឫសគល់ដែលនាំឲ្យក្មេងរៀនខ្សោយឬក៏មូលហេតុដែលនាំឲ្យក្មេងរៀនខ្សោយអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានទស្សនាសូមបងប្អូនទៅមើលឃ្លីបខាងដើមខ្ញុំបាននិយាយអំពីមូលហេតុដែលនាំឲ្យក្មេងរៀនខ្សោយអញ្ចឹងនៅថ្ងៃនេះគឺខ្ញុំនិយាយអំពីតើធ្វើយ៉ាងម៉េចដើម្បីឲ្យក្មេងនឹងរៀនគណិតវិទ្យាខ្លាំងមិនមែនត្រឹមតែរៀនគណិតវិទ្យាខ្លាំងទេបាទគឺចង់ឲ្យជាពិសេសអាណាព្យាបាលគឺចង់ឲ្យកូនរបស់គាត់នឹងរៀនបកកែគ្រប់មុខវិជ្ជាតែម្ដងហើយបញ្ហានេះគឺជាបញ្ហាទូទៅដែលឪពុកម្ដាយទូទាំងប្រទេសគឺមានការព្រួយបារម្ភឬក៏មានការមិនសប្បាយចិត្តឬក៏បាទតែងតែគិតច្រើននៅពេលដែលកូនរបស់គាត់រៀនខ្សោយមិនមែនត្រឹមតែគណិតទេមុខវិជ្ជាដទៃក៏ដោយឲ្យតែកូនរៀនខ្សោយគឺគាត់តែងតែព្រួយបារម្ភបាទអញ្ចឹងនៅថ្ងៃនេះខ្ញុំមិនបានឆ្លើយគ្រប់ចំណុចដែលនាំឲ្យក្មេងរៀនឆ្លាតទេព្រោះការដែលរៀនឆ្លាតហ្នឹងវាមានកត្តាជាច្រើនវាអាចកត្តាផ្ទាល់ខ្លួនវាអាចកត្តាសាលារៀនហើយនឹងកត្តាគ្រួសារនៅថ្ងៃនេះគឺខ្ញុំលើកយកតែកត្តាគ្រួសារទេតែកត្តាផ្ទាល់ខ្លួនខ្ញុំនឹងធ្វើជាវីដេអូឃ្លីបថ្មីមួយផ្សេងទៀតកត្តាគ្រូបង្រៀនឬក៏សាលារៀនដែលគាត់មានវិធីសាស្ត្រក្នុងការបង្រៀនក្មេងឲ្យឆ្លាតយ៉ាងណានោះខ្ញុំធ្វើវីដេអូឃ្លីបថ្មីមួយផ្សេងទៀតអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំលើកតែកត្តាគ្រួសារព្រោះកត្តាគ្រួសារគឺជាកត្តាសំខាន់បាទអញ្ចឹងក្នុងនាមយើងជាអាណាព្យាបាលឬក៏ជាឪពុកម្ដាយដើម្បីឲ្យកូនរបស់យើងរៀនឆ្លាតលុះត្រាតែយើងបាទលៃលកពេលវេលាឬក៏ចំណាយពេលវេលារបស់យើងខ្លះដើម្បីចូលទៅក្នុងការសិក្សារៀនសូត្ររបស់កូនយើងដែរជាទូទៅឪពុកម្ដាយមិនសូវជាបានយកចិត្តទុកដាក់និងមិនសូវជាឲ្យតម្លៃទៅលើការដែលខ្លួនផ្សារជាប់តំណែងជាមួយកូននៅក្នុងការបង្រៀននៅក្នុងការជួយជំរុញលើកទឹកចិត្តកូនឲ្យកូនរៀនបកកែហ្នឹងមិនសូវជាបានឲ្យតម្លៃទេពីច្រើនគាត់តែងតែបាទចំណាយពេលវេលាយ៉ាងច្រើនទៅក្នុងការរកស៊ីរបស់គាត់ណាទៅក្នុងអាជីវកម្មរបស់គាត់ហើយគាត់រកចំណូលបានគាត់យកចំណូលហ្នឹងទៅបង់សាលារៀនដោយគាត់ពឹងផ្អែកបញ្ជូនកូនទៅសាលារៀនដោយពឹងផ្អែកទៅលើគ្រូបង្រៀនបាទជាការពិតណាស់ការបញ្ជូនកូនទៅសាលារៀនមិនមែនជារឿងអាក្រក់អីទេវាជារឿងល្អប៉ុន្តែយ៉ាងណាក្នុងនាមយើងជាអាណាព្យាបាលត្រូវតែឆ្លៀតនិងចំណាយពេលនៅជាមួយកូនពីព្រោះការដែលយើងមានតំណែងតំណងជាមួយកូនយើងនឹងដឹងរឿងរ៉ាវជាច្រើនអំពីកូនយើងផ្ដល់ភាពកក់ក្ដៅយ៉ាងច្រើនទៅដល់កូនហើយធ្វើឲ្យកូនរៀនទៅបាទទទួលបានលទ្ធផលល្អអញ្ចឹងខ្ញុំនឹងនិយាយអំពីកត្តាគ្រួសារបាទអញ្ចឹងដើម្បីឲ្យកូនរបស់យើងរៀនឆ្លាតមិនថាគណិតវិទ្យាទេឥឡូវខ្ញុំផ្ដោតទៅលើគណិតវិទ្យាបាទចំណុចទី1គឺកត្តាបរិយាកាសនៅក្នុងផ្ទះបាទអញ្ចឹងយើងត្រូវបង្កើតបរិយាកាសសិក្សានៅក្នុងផ្ទះយើងត្រូវមានបន្ទប់មួយដាច់ដោយឡែកសម្រាប់ឲ្យកូនរៀនឬក៏យើងត្រូវមានបន្ទប់មួយសមស្របធានាឲ្យមានខ្យល់បរិយាកាសណាមានពន្លឺគ្រប់គ្រាន់មានខ្យល់គ្រប់គ្រាន់មិនមានក្លិនមានអនាម័យកុំឲ្យមានក្លិនកុំឲ្យមានសំឡេងរំខានណាយើងកាត់បន្ថយសំឡេងរំខានដូចជាសំឡេងរំខានពីទូរទស្សន៍ពីទូរស័ព្ទដៃជាដើមហ្នឹងយើងកាត់បន្ថយសំឡេងរំខានទៅបាទហើយយើងត្រូវមានសម្ភារៈសិក្សាឲ្យបានគ្រប់គ្រាន់មកវាមានប៊ិចមានក្រដាសមានសៀវភៅអីជាដើមហ្នឹងហើយមួយទៀតគឺយើងត្រូវរៀបចំការវិភាគឲ្យកូនណាការវិភាគឲ្យកូនបានសិក្សារៀនសូត្រនឹងឯងអញ្ចឹងយើងត្រូវរៀបចំអានឹងមួយហ្នឹងជាចំណុចទី1ណាក្នុងនាមយើងជាឪពុកម្ដាយក្នុងការជំរុញឲ្យកូនរបស់យើងរៀនសូត្រឬក៏រៀនគណិតវិទ្យាកែហ្នឹងគឺយើងត្រូវបាទបង្កើតបរិយាកាសរៀនសូត្រនៅផ្ទះណាបរិយាកាសល្អចំណុចទី2ត្រូវចូលរួមនៅក្នុងការសិក្សាក្នុងនាមយើងជាឪពុកម្ដាយទោះជា level យ៉ាងណាក៏ដោយគួរណាស់តែចំណាយពេលវេលាខ្លះដើម្បីចូលខ្លួនមកនៅក្នុងការសិក្សារបស់កូនបាទជាពិសេសកុមារតូចៗណាបាទកុមារតូចអាយុចាប់ពី3ឆ្នាំឡើងទៅហ្នឹងគឺត្រូវការយើងជួយបាទបង្រៀនក្មេងបាទអញ្ចឹងយើងត្រូវចូលទៅក្នុងការសិក្សារបស់កូនយើងជួយពន្យល់មេរៀនណាដែលកូនមិនយល់គឺយើងជួយពន្យល់គាត់ទី1ទី2យើងជួយធ្វើកិច្ចការងារផ្ទះរបស់កូនការទៅ homework ហ្នឹងណាបាទអញ្ចឹងពេលដែលគាត់ត្រឡប់ពីសាលាវិញគ្រូតែងតែដាក់ homework ឲ្យកូនដែរអញ្ចឹងយើងត្រូវជួយធ្វើ homework កូន
ជាប្រចាំរាល់ថ្ងៃណាចឹងនៅពេលដែលយើងធ្វើ homework ទៅយើងដឹងអំពីការរីកចម្រើននៃការសិក្សារៀនសូត្ររបស់កូនបាទហើយយើងសួរអំពីការលំបាកដែលកូនយើងជួបប្រទះតើការរៀនហ្នឹងគាត់មានការលំបាកអីខ្លះមេរៀនណាដែលគាត់តាមមិនទាន់ចំណុចណាដែលគាត់មិនយល់អញ្ចឹងយើងជួយបញ្យល់គាត់ណាចំណុចទី2ចំណុចទី3គឺយើងត្រូវផ្សារភ្ជាប់គណិតវិទ្យាទៅនឹងជីវិតប្រចាំថ្ងៃផ្សារភ្ជាប់យ៉ាងម៉េចពេលខ្លះអាណាព្យាបាលហ្នឹងអាចឲ្យកូនបាទគិតលុយនៅពេលដែលយើងទិញទំនិញទិញអីវ៉ាន់អីហ្នឹងគឺយើងឲ្យកូនជួយគិតលុយទៅណាទិញមើលតើអស់ប៉ុន្មានឲ្យគាត់ចេះគិតលេខអញ្ចឹងយើងផ្សារភ្ជាប់គណិតវិទ្យាជាមួយនឹងជីវិតជាក់ស្ដែងពេលខ្លះយើងឲ្យគាត់ជួយវាស់វែងវត្ថុនៅក្នុងផ្ទះរបស់យើងហ្នឹងឲ្យគាត់វាស់វែងទៅអាហ្នឹងគឺការប្រើគណិតវិទ្យាណាវាស់វែងវាស់ម៉ែត្រ2ម៉ែត្រ3ម៉ែត្រ4ម៉ែត្រ5ម៉ែត្រឬក៏ពេលខ្លះយើងឲ្យគាត់រាប់របស់របរនៅក្នុងផ្ទះរបស់យើងហ្នឹងឲ្យគាត់រាប់ទៅចានមានប្រមាណស្លាបព្រាមានប្រមាណកែវមានប្រមាណកាបិតមានប្រមាណបាទតុទូកៅអីស្អីនៅក្នុងផ្ទះរបស់យើងហ្នឹងឲ្យគាត់រាប់ទៅអាហ្នឹងគេហៅថាការផ្សារភ្ជាប់គណិតវិទ្យាទៅនឹងជីវិតប្រចាំថ្ងៃឬក៏ថាឲ្យគាត់កណនីពេលវេលានៃការធ្វើសកម្មភាពផ្សេងមកថាគាត់គេងប្រហែលម៉ោងបាទគាត់ងូតទឹកប្រហែលម៉ោងគាត់ញ៉ាំបាយប្រហែលនាទីបាទគាត់ដុសធ្មេញប្រហែលនាទីគាត់ស្លៀកពាក់ប្រហែលនាទីហើយគាត់ធ្វើដំណើរពីផ្ទះទៅសាលារៀនចំណាយពេលប្រហែលនាទីអញ្ចឹងឲ្យគាត់ធ្វើការកណនីពេលវេលានៃសកម្មភាពនីមួយៗអញ្ចឹងយើងបង្កើតទម្លាប់អញ្ចឹងទៅគាត់ចាប់ដើមយល់ថាអូគណិតវិទ្យាពិតជាសំខាន់ណារាល់ថ្ងៃគឺណា1 2 3 4 5បូកដកចែកគុណហ្នឹងគឺវាមានតំណែងជាមួយនឹងការរស់នៅប្រចាំថ្ងៃតើបាទចំណុចទី4គឺយើងត្រូវលើកទឹកចិត្តនិងកំភាអញ្ចឹងយើងត្រូវចេះសរសើរនៅពេលដែលកូនខិតខំប្រឹងប្រែងរៀនសូត្រមិនមែនត្រឹមតែការខិតខំប្រឹងប្រែងរៀនសូត្រទេឲ្យតែខិតខំប្រឹងប្រែងធ្វើអីជាប្រយោជន៍គឺយើងត្រូវចេះសរសើរបាទហើយនៅពេលដែលកូនធ្វើខុសកុំស្ដីបន្ទោសខ្ញុំសង្កេតឃើញថាឪពុកម្ដាយភាគច្រើនគឺតែងតែស្ដីបន្ទោសឲ្យតែកូនធ្វើអីខុសសូម្បីតែបន្តិចហ្នឹងគឺស្ដីបន្ទោសនេះអញ្ចឹងយើងបំបត្តិនេះបើសិនជាមានទម្លាប់នៃការស្ដីបន្ទោសយើងត្រូវបំបត្តិការស្ដីបន្ទោសនៅពេលដែលកូនធ្វើខុសយើងត្រូវលើកទឹកចិត្តវិញណាយើងត្រូវលើកទឹកចិត្តបាទហើយយើងត្រូវចេះអបអរសាទរនៅពេលដែលក្មេងហ្នឹងធ្វើអ្វីមួយបានជោគជ័យឧទាហរណ៍ថាកាលពីខែមុនកូនរបស់យើងរៀនបានចំណាត់ថ្នាក់លេខ4ដល់ខែបន្ទាប់ក៏រៀនបានចំណាត់ថ្នាក់លេខ3យើងត្រូវអបអរសាទរនៅភាពជោគជ័យរបស់កូនឬក៏ថាកាលពីខែមុនកូនរៀនបានចំណាត់ថ្នាក់ច្រើនទៅចុះឧទាហរណ៍ថាចំណាត់ថ្នាក់ទី20ដល់ខែបន្ទាប់បានចំណាត់ថ្នាក់ទី19ក៏យើងត្រូវតែអបអរសាទរនៅភាពរីកចម្រើនរបស់កូនទោះជាថាការរីកចម្រើននឹងតិចតួចក៏ដោយយើងកុំមើលរំលងណាក្មេងស៊ីជូណាចង់ឲ្យតែយើងសរសើរទេតែបើយើងស្ដីបន្ទោសគឺក្មេងហ្នឹងមិនសម្រេចចិត្តទេកុំថាតែក្មេងសូម្បីមនុស្សចាស់ក៏ដោយចំណុចទី5គឺតាមដាននិងសហការជាមួយលោកគ្រូអ្នកគ្រូឪពុកម្ដាយគួរតែចំណាយពេលវេលាចូលរួមជាមួយសាលានៅសាលាគេតែងតែមានកម្មវិធីជួបជុំអាណាព្យាបាលអញ្ចឹងយើងគួរតែចំណាយពេលវេលាទៅចូលរួមប្រជុំអាណាព្យាបាលដើម្បីយើងសួរនាំអំពីដំណើរការនៃការសិក្សារៀនសូត្រកូនរបស់យើងដើម្បីយើងសួរនាំអំពីចំណុចខ្សោយចំណុចខ្វះខាតនៃកូនរបស់យើងណាដើម្បីយើងសហការជាមួយលោកគ្រូអ្នកគ្រូបាទចំណុចទី6ថែទាំសុខភាពរាងកាយនិងសុខភាពផ្លូវចិត្តសុខភាពរាងកាយនេះសំខាន់ខ្លាំងណាស់ដូចខ្ញុំបានលើកនៅក្នុងវីដេអូឃ្លីបខាងដើមអញ្ចឹងគឺថាយើងថែទាំសុខភាពណាលើកទឹកចិត្តឲ្យកូនហ្នឹងទី1ឲ្យគាត់គេងឲ្យបានគ្រប់គ្រាន់យ៉ាងតិច8ម៉ោងទៅ12ម៉ោងក្នុងមួយថ្ងៃឲ្យគាត់គេងឲ្យបានគ្រប់គ្រាន់ទី2ការហូបចុករបស់គាត់គឺត្រូវតែមានរបបអាហារដែលមានជីវជាតិដែលមានប្រូតេអ៊ីនវីតាមីនដែលមានសារធាតុរ៉ែជាដើមណាគឺធានាទៅដល់របបអាហារដែលត្រឹមត្រូវបាទទី3គឺឲ្យលើកទឹកចិត្តឲ្យគាត់មានការហាត់ប្រាណនៅពេលដែលគាត់ហាត់ប្រាណទៅមានបាទការបែកញើសអីចឹងទៅគឺធ្វើគាត់មានថាមពលដែរបាទចំណុចទី7បង្កើតទម្លាប់ល្អយើងត្រូវបង្កើតទម្លាប់ល្អនៅក្នុងការរៀន
ដើម្បីឲ្យគាត់មានទម្លាប់ល្អនៅក្នុងការរៀនលុះត្រាតែយើងរៀបចំការវិភាគឲ្យបានច្បាស់លាស់ណារៀបចំការវិភាគឲ្យកូនឲ្យបានច្បាស់លាស់ហើយជំរុញឲ្យកូនវឹកហាត់ឬក៏ធ្វើកិច្ចការងារផ្ទះឲ្យបានទៀងទាត់នៅពេលដែលគាត់ធ្វើជារឿយធ្វើដដែលវាកើតទៅជាទម្លាប់ល្អយើងមិនចាំបាច់ហត់មាត់ក្នុងការជំរុញឲ្យកូនធ្វើកិច្ចការងារផ្ទះទេគាត់អាចធ្វើបានទៀងទាត់លុះត្រាតែយើងមានការវិភាគច្បាស់លាស់ការវិភាគសិក្សាច្បាស់លាស់អញ្ចឹងយើងត្រូវជួយរៀបចំការវិភាគសិក្សាឲ្យច្បាស់លាស់ការវិភាគសិក្សាហ្នឹងក្រៅពីការវិភាគសិក្សានៅសាលារៀនរៀបចំការវិភាគមួយគាត់ទៅហើយឲ្យគាត់ធ្វើបានទៀងទាត់ណាលើកទឹកចិត្តឲ្យគាត់ធ្វើបានទៀងទាត់ហើយយើងក្នុងនាមយើងជាអាណាព្យាបាលហ្នឹងគឺយើងបង្ហាញឲ្យឃើញថាយើងមានអិរិយាបថវិជ្ជមានចំពោះគណិតវិទ្យាបានស្គាល់ថាយើងត្រូវប្រើប្រាស់គណិតវិទ្យាហ្នឹងផ្សារភ្ជាប់ជាមួយនឹងការរស់នៅរបស់យើងជីវិតជាក់ស្ដែងជីវិតប្រចាំថ្ងៃរបស់យើងហ្នឹងបង្ហាញថាយើងឲ្យតម្លៃទៅលើវាបង្ហាញថាគណិតវិទ្យាហ្នឹងគឺវាប្រើនៅក្នុងជីវិតជាក់ស្ដែងអញ្ចឹងបាទមួយទៀតគឺយើងត្រូវរៀបចំសម្ភារៈសិក្សាហ្នឹងឲ្យបានមានរបៀបរៀបរយមានសណ្ដាប់ធ្នាប់ណាទៅរៀបចំដាក់នៅកន្លែងណាមួយបានត្រឹមត្រូវទៅបើមានទូដាក់ក្នុងទូឲ្យបានត្រឹមត្រូវឲ្យមានសណ្ដាប់ធ្នាប់អញ្ចឹងយើងបង្កើតនៅវប្បធម៌ទម្លាប់ល្អបាទចំណុចទី8គឺជួយបង្កើនទំនុកចិត្តរឿងទំនុកចិត្តនេះគឺជារឿងសំខាន់ណាស់យើងត្រូវជំរុញនិងលើកទឹកចិត្តកូនឲ្យព្យាយាមធ្វើវាបើសិនជាក្នុងករណីគាត់ធ្វើខុសឲ្យគាត់ធ្វើទៀតលើកទឹកចិត្តថាការធ្វើខុសនេះវាគឺជាផ្នែកមួយនៃការរៀនសូត្របាទអញ្ចឹងនៅពេលដែលគាត់ធ្វើខុសយើងលើកទឹកចិត្តឲ្យគាត់ព្យាយាមធ្វើទៀតណាធ្វើទៀតបាទហើយលើសពីហ្នឹងគឺយើងត្រូវជួយកំណត់គោលដៅតូចឲ្យកូនដើម្បីឲ្យគាត់ដើរតាមនៅពេលដែលគាត់សម្រេចគោលដៅតូចហ្នឹងគឺយើងត្រូវអបអរសាទរនៅភាពជោគជ័យនៃការសម្រេចគោលដៅរបស់គាត់ហ្នឹងតោះណាបាទចំណុចទី9គឺធ្វើជាគំរូល្អយើងក្នុងនាមយើងជាឪពុកម្ដាយហ្នឹងបើយើងចង់ឲ្យកូនស្រឡាញ់ការរៀនសូត្រលុះត្រាតែខ្លួនឯងយើងស្រឡាញ់ការរៀនសូត្របើយើងចង់ឲ្យកូនហ្នឹងយកចិត្តទុកដាក់ចំពោះការរៀនលុះត្រាតែយើងចូលរួមនៅក្នុងការងារមួយហ្នឹងនៅក្នុងកិច្ចការរៀនសូត្រហ្នឹងបាទអញ្ចឹងយើងត្រូវធ្វើជាគំរូល្អទៅដល់កូនហើយយើងជំរុញឲ្យកូនស្រឡាញ់ការរៀនហើយដើម្បីឲ្យកូនស្រឡាញ់ការរៀនបានលុះត្រាតែខ្លួនឯងយើងស្រឡាញ់ការរៀននឹងដែរហើយដើម្បីឲ្យយើងស្រឡាញ់ការរៀនលុះត្រាតែយើងយល់អំពីសារៈសំខាន់នៃការរៀនហ្នឹងអញ្ចឹងយើងចាប់ដើមបញ្យល់ប្រាប់គាត់ថាការរៀនគណិតវិទ្យាគឺវាមានសារៈសំខាន់ណាស់1 2 3 4 5តោះណាអញ្ចឹងយើងធ្វើជាគំរូរបស់កូនបាទអញ្ចឹងខ្ញុំលើកយកតែ9ចំណុចទៅចោះដើម្បីធ្វើឲ្យកូនយើងរៀនគណិតវិទ្យាឆ្លាតវាអាចនឹងមានច្រើនជាងនឹងទៀតប៉ុន្តែខ្ញុំលើកយកតែ9ចំណុចហ្នឹងទេអញ្ចឹងសង្ឃឹមថា9ចំណុចនេះក្នុងនាមយើងជាអាណាព្យាបាលគួរតែចូលរួមណាចូលរួមជាមួយកូនដើម្បីឲ្យកូនរៀនគណិតវិទ្យាទៅប្រកែយើងត្រូវដឹងថាកុមារនៅក្នុងវ័យហ្នឹងគឺជាវ័យមួយដែលកុមារត្រូវការភាពស្និទ្ធស្នាលពីឪពុកម្ដាយត្រូវការភាពកក់ក្ដៅពីឪពុកម្ដាយត្រូវការយកចិត្តទុកដាក់ពីឪពុកម្ដាយត្រូវការជួយជញ្ជ្រែងនិងលើកទឹកចិត្តពីឪពុកម្ដាយបងប្អូនកុំរងចាំទាល់តែវាហួសពេលណាប្រសិនបើកុមារចាប់ពី13ឆ្នាំឡើងលើអានោះកុមារជួបបញ្ហាជាច្រើននៅក្នុងសង្គមដែលយើងព្រួយបារម្ភឥតឈប់ឈរតែបើសិនជាយើងហាត់ពុតលុបដំក្មេងបង្កើតទម្លាប់ល្អចាប់ពីអាយុ3ឆ្នាំឡើងទៅអាយុ7 8ឆ្នាំហើយយើងលែងសូវឈឺក្បាលប៉ុន្តែបើសិនជាអំឡុងពេល3ឆ្នាំ4ឆ្នាំឡើងទៅហ្នឹងក្រោម13ឆ្នាំហ្នឹងអំឡុងពេលហ្នឹងក៏យើងអត់សូវបានយកចិត្តទុកដាក់ចំពោះកូនមិនបានជួយជុំជ្រែងក្នុងការសិក្សារៀនសូត្ររបស់កូនតែចូលវ័យ13ឆ្នាំហើយអានោះមានរឿងជាច្រើនដែលយើងឈឺក្បាលជាមួយនឹងកូនសម្រាប់បងប្អូនដែលមានកូនអាយុចាប់ពី13ឆ្នាំឡើងលើដឹងថាតើយើងគិតអីខ្លះយើងបារម្ភអីខ្លះអំពីកូនបាទអញ្ចឹងបើសិនជាលោកអ្នកបើមានកូនអាយុចាប់ពី3ឆ្នាំទៅ13ឆ្នាំគឺត្រូវតែយកចិត្តទុកដាក់ណាចំណាយពេលវេលាក្នុងការជួយតម្រែតម្រង់ជួយបង្រៀនកូនឲ្យមានទម្លាប់ល្អឲ្យមានការដោះនៅការស្រឡាញ់ការចូលចិត្តការចង់រៀនណាឲ្យវាទៅជាចំណង់ចំណូលចិត្តរបស់វាអាហ្នឹងគឺអូតូម៉ាទិកយើងលែងពិបាកបាទអញ្ចឹងសម្រាប់ថ្ងៃនេះគឺមានតែប៉ុណ្្នឹងចុះនៅថ្ងៃបន្តទៀតខ្ញុំនឹងធ្វើវីដេអូមួយទៀតនិយាយអំពី
កតាផ្ទាល់ខ្លួនរបស់កុមារតើធ្វើយ៉ាងម៉េចដើម្បីឲ្យកុមារផ្ទាល់ខ្លួនហ្នឹងគាត់រៀនកំណត់វិជ្ជាទៅប្រកែហើយកុមារអាយុរៀងច្រើនបន្តិចបើថាក្មេងៗពិបាកតិចដែរតើមានការជំរុញពីឪពុកម្ដាយនិងលោកគ្រូបង្រៀនបាទអញ្ចឹងនៅក្នុងវីដេអូនេះយើងជួបគ្នាដល់ចោះយើងជួបគ្នានៅក្នុងវីដេអូថ្មីៗទៀតបាទសូមអរគុណ CMA Creating Great Minds